សុភាសិតកោកកោកសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របីសុភាសិតនេះជាពាក្យប្រៀបប្រដូចដ៏មានអត្ថន័យជ្រាលជ្រៅដែលបង្រៀនឲ្យមនុស្សចេះគិតមុននឹងប្រឹងប្រែងធ្វើអ្វីមួយនិងចេះការពារតម្លៃនៃការខិតខំរបស់ខ្លួនត្រដោកខំកោកស្រូវអស់កម្លាំងរហូតដល់មាត់សឹកប៉ុន្តែអ្នកដែលបានឆ្អែតវិញគឺក្របីដែលស៊ីចំណីពីសំណល់ស្រូវមានន័យថាអ្នកធ្វើម៉ាស៊ីន X-Pure ជួយការពារភាពសឹករិចរិលកាត់បន្ថយការឡើងកម្ដៅនិងធ្វើឲ្យម៉ាស៊ីនស្ទុះខ្លាំងជាងមុន X-Pure បច្ចេកវិទ្យាទំនើបតាមស្តង់ដារអន្តរជាតិកុំភ្លេចប្រេងម៉ាស៊ីន X-Pure មានច្រើនជម្រើសសម្រាប់យានយន្តជាទីស្រឡាញ់របស់លោកអ្នកការខំប្រឹងអាចមិនមែនជាអ្នកទទួលផលចុងក្រោយនោះទេសត្វន័យប្រៀបធៀបសំដៅលើមនុស្សដែលខិតខំប្រឹងប្រែងធ្វើការលះបង់ពេលវេលាកម្លាំងនិងប្រាជ្ញាប៉ុន្តែផលប្រយោជន៍កិត្តិយសឬរង្វាន់បែរជាធ្លាក់ទៅលើអ្នកដទៃវាក៏សំដៅលើការធ្វើការដោយគ្មានផែនការឬមិនចេះការពារសិទ្ធិរបស់ខ្លួនមេរៀនជីវិតមួយស្មានខិតខំត្រូវមានទិសដៅការខិតខំមិនគ្រប់គ្រាន់ទេបើមិនដឹងថាកំពុងខិតខំដើម្បីអ្វីត្រូវមានគោលដៅច្បាស់លាស់និងវាតម្លៃថាការខិតខំរបស់យើងនឹងនាំទៅរកអ្វី2ចេះការពារតម្លៃរបស់ខ្លួនកុំអនុញ្ញាតឲ្យអ្នកដទៃទាញយកប្រយោជន៍ពីការខិតខំរបស់យើងដោយមិនទទួលបានការទទួលស្គាល់ឬផលតបស្នងសមរម្យ3ការខិតខំត្រូវភ្ជាប់ជាមួយប្រាជ្ញាធ្វើការខ្លាំងតែមួយមុខមិនស្មើនឹងធ្វើការឆ្លាតវៃត្រូវចេះរៀបចំផែនការគ្រប់គ្រងពេលវេលានិងស្វែងរកឱកាសដែលផ្ដល់តម្លៃដល់ខ្លួន4កុំឲ្យគេយកស្នាដៃរបស់យើងត្រូវកត់ត្រាសមិទ្ធផលបង្ហាញការងារដែលខ្លួនបានធ្វើនិងចេះទំនាក់ទំនងជាមួយអ្នកដឹកនាំដើម្បីឲ្យការខិតខំត្រូវបានទទួលស្គាល់5ជ្រើសរើសកន្លែងដែលឲ្យតម្លៃការខិតខំបើអង្គការឬកន្លែងធ្វើការមិនទទួលស្គាល់ស្នាដៃរបស់អ្នកជានិច្ចគួរពិចារណាស្វែងរកបរិយាកាសដែលផ្ដល់ឱកាសនិងយុត្តិធម៌ជាង6កុំធ្វើជាមនុស្សដែលចំណេញតែអ្នកដទៃជួយអ្នកដទៃគឺជារឿងល្អប៉ុន្តែកុំភ្លេចការអភិវឌ្ឍខ្លួនឯងនិងអនាគតរបស់ខ្លួនផងដែរឧទាហរណ៍ក្នុងជីវិតបុគ្គលិកម្នាក់ធ្វើគម្រោងទាំងមូលប៉ុន្តែពេលប្រជុំប្រធានយកស្នាដៃនោះទៅបង្ហាញហើយទទួលការសរសើរតែម្នាក់ឯងសិស្សម្នាក់ធ្វើកិច្ចការជាក្រុមស្ទើរទាំងអស់ប៉ុន្តែពេលទទួលបន្ទុកសមាជិកទាំងអស់បានបន្ទុកស្មើគ្នាទោះអ្នកខ្លះមិនបានរួមចំណែកក៏ដោយមនុស្សម្នាក់ជួយបង្កើតអាជីវកម្មឲ្យអ្នកដទៃរីកចម្រើនប៉ុន្តែខ្លួនឯងមិនបានទទួលភាគហ៊ុនឬផលប្រយោជន៍អ្វីឡើយគំនិតអប់រំខិតខំប៉ុន្តែត្រូវខិតខំដោយប្រាជ្ញាសិនលះបង់ប៉ុន្តែកុំលះបង់រហូតបាត់បង់តម្លៃខ្លួនជួយអ្នកដទៃប៉ុន្តែកុំភ្លេចអនាគតរបស់ខ្លួនការងារដែលមានតម្លៃគួរតែទទួលបានការទទួលស្គាល់និងផលតបស្នងសមរម្យសម្រងល្អតាក់ទងនឹងសុភាសិតនេះការខិតខំដែលគ្មានប្រាជ្ញាអាចធ្វើឲ្យអ្នកនឿយហត់តែអ្នកផ្សេងជាអ្នកទទួលផលធ្វើការខ្លាំងគឺល្អធ្វើការឆ្លាតវៃគឺប្រសើរជាងកុំឲ្យញើសរបស់អ្នកស្រក់ដើម្បីកិត្តិយសរបស់អ្នកដទៃតែម្នាក់ឯងតម្លៃនៃការខិតខំគឺមិនត្រឹមតែការបំពេញការងារបានល្អប៉ុណ្ណោះទេប៉ុន្តែថែមទាំងការទទួលបានការគោរពនិងផលតបស្នងសមរម្យផងដែរសារចុងក្រោយចូលខិតខំដោយបេះដូងប៉ុន្តែដឹកនាំការខិតខំដោយប្រាជ្ញាកុំឲ្យជីវិតក្លាយជាសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របីការខិតខំគួរតែបង្កើតអនាគតល្អសម្រាប់ខ្លួនឯងនិងអ្នកនៅជុំវិញមិនមែនចំណេញតែអ្នកដទៃនោះទេម៉ាស៊ីន X-Pure ជួយការពារភាពសឹករិចរិលកាត់បន្ថយការឡើងកម្ដៅនិងធ្វើឲ្យម៉ាស៊ីនស្ទុះខ្លាំងជាងមុន X-Pure បច្ចេកវិទ្យាទំនើបតាមស្តង់ដារអន្តរជាតិកុំភ្លេចប្រេងម៉ាស៊ីន X-Pure មានច្រើនជម្រើសសម្រាប់យានយន្តជាទីស្រឡាញ់របស់លោកអ្នក